បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា26ប្រែថា26អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអអហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើ10ហើយអក្សរលាវជាសលេងទី4ដែលយើងត្រូវអានសលេងសង្កត់ចុះលាវ26ប្រែថា26បាទហើយសម្រាប់ពាក្យនេះគឺយើងអានថា27ប្រែថា27សជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអហើយជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយជាសលេងទី1ដែលយើងអានសលេងស្មើ27ប្រែថា27បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា28ប្រែថា28អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ាចឹងអក្សរ3ហ្នឹងគឺយើងអានថា28ប្រែថា28បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា29ប្រែថា29អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើ29ប្រែថា29បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា30ប្រែថា30អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើចាអក្សរពីរហ្នឹងគឺយើងអានចូលគ្នាថាសានប្រែថា30បាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថា31ប្រែថា31អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើអក្សរជាសលេងទី1ដែលយើងអានសលេងស្មើ30ប្រែថា31បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា30ប្រែថា32អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងត្រូវអានសលេងអូសឡើងលើហើយអក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះ30ប្រែថា32បាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសានប្រែថា33អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានប្រែថា33បាទបន្តមកទៀតពាក្យនេះគឺយើងអានថា34ប្រែថា34
អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺសឺសានសឺសឺសានសឺសឺប្រែថា34បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺអូសានសឺអូប្រែថា35អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរអូជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើអូអូសានសឺអូប្រែថា35បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺលាវសានសឺលាវប្រែថា36អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានសានអក្សរសឺសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរលាវជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះលាវលាវសានសឺលាវសានសឺលាវប្រែថា36បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺឈីសានសឺឈីប្រែថា37អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរឈីជាសលេងទី1ដែលយើងអានសលេងស្មើឈីសានសឺឈីសានសឺឈីប្រែថា37បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺប៉ាសានសឺប៉ាប្រែថា38អក្សរសានជាសលេងទី1យើងអានស្មើសានសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ាប៉ាសានសឺប៉ាសានសឺប៉ាប្រែថា38ហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺជាវសានសឺជាវប្រែថា39អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានសានហើយអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺហើយអក្សរជាវគឺជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើជាវជាវសានសឺជាវប្រែថា39បាទសម្រាប់ពាក្យមួយនេះវិញគឺយើងអានថាសឺ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 ប្រែថា40អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺ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 ប្រែថា40បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសឺសឺអ៊ីសឺសឺអ៊ីប្រែថា41អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺបាទហើយអក្សរអ៊ីជាសលេងទី1ដែលយើងអានសលេងស្មើអ៊ីអ៊ីសឺសឺអ៊ីប្រែថា41បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសឺសឺអសឺសឺអប្រែថា42អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺសឺអក្សរអជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអ
ចឹងអក្សរ3ហ្នឹងគឺយើងអានថា42ប្រែថា42បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា43ប្រែថា43អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើ43ប្រែថា43បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា44ប្រែថា44អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើអក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះចឹងអក្សរ3ហ្នឹងគឺយើងអានថា44ប្រែថា44បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា45ប្រែថា45អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើអ៊ូអញ្ចឹងពាក្យ3ហ្នឹងគឺយើងអានថា45ប្រែថា45បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា46ប្រែថា46អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរលាវជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះលាវ46ប្រែថា46បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា47ប្រែថា47អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរជាសលេងទី1ដែលយើងអានសលេងស្មើ47ប្រែថា47បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា48ប្រែថា48អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងត្រូវអានសលេងអូសឡើងលើហើយអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ា48ប្រែថា48បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា49ប្រែថា49អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើ49ប្រែថា49បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា50ប្រែថា50អក្សរជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើ50ប្រែថា50បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា26ប្រែថា26
អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរលាវជាសលេងទី4ដែលយើងត្រូវអានសលេងសង្កត់ចុះលាវ26ប្រែថា26បាទហើយសម្រាប់ពាក្យនេះគឺយើងអានថា27ប្រែថា27ជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយជាសលេងទី1ដែលយើងអានសលេងស្មើ27ប្រែថា27បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា28ប្រែថា28អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ាចឹងអក្សរ3ហ្នឹងគឺយើងអានថា28ប្រែថា28បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា29ប្រែថា29អក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើ29ប្រែថា29បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា30ប្រែថា30អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើចាអក្សរ2ហ្នឹងគឺយើងអានចូលគ្នាថាសានប្រែថា30បាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថា31ប្រែថា31អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើអក្សរជាសលេងទី1ដែលយើងអានសលេងស្មើ31ប្រែថា31បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា30ប្រែថា32អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងត្រូវអានសលេងអូសឡើងលើហើយអក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះ30ប្រែថា32បាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសានប្រែថា33អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើហើយអក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានប្រែថា33បាទបន្តមកទៀតពាក្យនេះគឺយើងអានថា34ប្រែថា34អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរជាសលេងទី2ដែលយើងអានសលេងអូសឡើងលើ
10 អក្សរ ជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះ是34ប្រែថា34បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា35ប្រែថា35អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរអ៊ូជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើអូ35ប្រែថា35បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា36ប្រែថា36អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរលាវជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះលាវសានសឺលាវប្រែថា36បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា37ប្រែថា37អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរឈីជាសលេងទី1ដែលយើងអានសលេងស្មើឈីសានសឺឈីប្រែថា37បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា38ប្រែថា38អក្សរសានជាសលេងទី1យើងអានស្មើសានអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ាសានសឺប៉ាប្រែថា38ហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសានសឺជាវប្រែថា39អក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសានហើយអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរជាវគឺជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើជាវសានសឺជាវប្រែថា39បាទសម្រាប់ពាក្យមួយនេះវិញគឺយើងអានថាសឺប្រែថា40អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺប្រែថា40បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា41ប្រែថា41អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺបាទហើយអក្សរអ៊ីជាសលេងទី1ដែលយើងអានសលេងស្មើអ៊ីសឺអ៊ីប្រែថា41បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា42ប្រែថា42អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអញ្ចឹងអក្សរ3ហ្នឹងគឺយើងអានថាសឺប្រែថា42បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសឺ
43ប្រែថា43អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរសានជាសលេងទី1ដែលយើងអានសលេងស្មើសាន43ប្រែថា43បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា40ប្រែថា44អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺចឹងអក្សរ3ហ្នឹងគឺយើងអានថា40ប្រែថា44បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា45ប្រែថា45អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺហើយអក្សរអ៊ូជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើអ៊ូអញ្ចឹងពាក្យ3ហ្នឹងគឺយើងអានថាសឺអ៊ូប្រែថា45បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសឺលាវប្រែថា46អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរលាវជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះលាវសឺលាវប្រែថា46បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាសឺឈីប្រែថា47អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរឈីជាសលេងទី1ដែលយើងអានសលេងស្មើឈីសឺឈីប្រែថា47បាទសម្រាប់ពាក្យមួយនេះគឺយើងអានថា40ប៉ាប្រែថា48អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងត្រូវអានសលេងអូសឡើងលើសឺអក្សរប៉ាជាសលេងទី1ដែលយើងអានសលេងស្មើប៉ាសឺប៉ាប្រែថា48បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា49ប្រែថា49អក្សរសឺជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះសឺអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺអក្សរជាវជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើជាវជាវប្រែថា49បាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថា50ប្រែថា50អក្សរអ៊ូជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើអ៊ូអក្សរសឺជាសលេងទី2ដែលយើងអានសលេងអូសឡើងលើសឺ50ប្រែថា50